Cambodia Travel បាទបងតែលោកជំទាវនិមលយល់ចេញបទសម្ភាសថាយកពន្ធតែ 29% រឿងការចាញ់សម្ភាសរបស់ចំនិមលល្អប៉ុន្តែអ្វីដែលល្អជាងគេគឺចំនិមលត្រូវតែបញ្ជូននៅព័ត៌មានជាបន្ទាន់មកឲ្យត្រឹមមកឲ្យរដ្ឋាភិបាលត្រឹមណាអាហ្នឹងអញ្ចឹងរឿងចំនិមលបញ្យលសាធារណជនខ្មែរអាហ្នឹងល្អក៏ប៉ុន្តែក្រសួងពាណិជ្ជកម្មត្រូវជូនដំណឹងអាមេរិកថា 97% តួលេខ reciprocal ឈរនៅលើ 97% អត់ត្រឹមត្រូវណាបើអត់ត្រឹមត្រូវយើងជូនព័ត៌មានគេទៅយើងសរុបស្រួលទៅបញ្ញាប់ធ្វើទៅអត់មានបញ្ហាទេណាអញ្ចឹងចំនិមលសម្ភាសជាសាធារណៈនៅកម្ពុជាល្អតែត្រូវជូនដំណឹងអាមេរិកនិយាយស្រួលស្ដាប់តវ៉ានិយាយចេះថាតវ៉ាមកអាមេរិក no not 97 please based on the record we only charge ប្រមាណអញ្ចឹងទៅអូខេបញ្ញាប់ធ្វើព្រោះថ្ងៃ9ហ្នឹងសុពលភាពហ្នឹងណាបញ្ញាប់ធ្វើតែប៉ុណ្្នឹងទេលោកពូមានប្រសាសន៍អាយុ18តែខ្ញុំសួរ Chat GPT អាយុ21ទៅនេះបាទ18មកនៅអាមេរិកធ្វើការឲ្យ file affidavit ដល់ file affidavit ឲ្យ go for 21 to become a full sponsor យល់នៅក្មួយយើងចាក់ស៊ីម៉ង់ម្ដងឡើងលើបន្តិចម្ដងពីព្រោះក្មេងតែចេះធ្វើការបងពន្ធពី8 10ហើយសុពលភាពខ្ពស់ហើយ when your son be able to work from the age of 18 even he went to school even he go to school he can keep his tax filing ដើម្បីបង្កើតបាននៅ history of paying tax អានោះហើយជាចំណុច immigration ណាឲ្យចាប់ពី8 10ហ្នឹងមកអាមេរិកមករៀនខ្លះទៅហើយបើ8 10ចាប់បាក់ដប់ហើយមិនអញ្ចឹងចាប់បាក់ដប់ស្រុកខ្មែរណាមកដល់អញ្ចឹងទៅបើកូនយើងឆ្លាតក៏រៀនយក bachelor ទៅបើកូនយើងមិនសូវឆ្លាតទេរៀនយក associate សិនទៅណាយើងចាំបាច់ទៅនេះហើយក្មួយឯងក៏ដឹងដែរក្មួយឯងយកសាលាស្រុកខ្មែរវាមិនសូវនេះទេណាក្មួយឯងដឹងហើយណាហើយកុំឲ្យកូនរៀនស្អីឲ្យកូនរៀន STEM ទៅនៅក្នុង technology នៅក្នុង science នៅក្នុង mathematics engineering ឲ្យកូនរៀនខាងនោះទៅអញ្ចឹងកូននៅក្មេងចេះអប់រំកូនណាអប់រំកូនជាងគេបំផុតហ្នឹងគឺត្រូវធ្វើម៉េចម៉ែឪនាំកូនរៀន math យើងថ្នមថ្នាក់ឲ្យកូនរៀន math ឲ្យកូនរៀន math ណាឲ្យកូនរៀនគណិតសាស្ត្រដល់ពេលកូនរៀនយូរទៅរកវិធីណាយើង search internet អីយើងរកវិធីណាឲ្យកូនយើងហ្នឹងចូលចិត្ត math នៅពេលដែលកូនយើងចូលចិត្ត math ចូលចិត្តគណិតណាមានអនាគតហើយបើកូនយើងអត់ចូលចិត្ត math ហើយកុំជឿអញ្ចឹងកុំជឿហ្នឹងកូនកំណើតវាអញ្ចឹងវាអត់ចូលចិត្ត math អញ្ចឹងកុំបង្ខំវាអត់ទេយើងអត់បង្ខំវាទេប៉ុន្តែយើងដាក់វានៅក្នុងបរិស្ថាន math ណាហើយចុះមិនទៀតទៅដែលបរិស្ថាន math យើងឧទាហរណ៍យើងមានបងប្អូនហើយបងប្អូនយើងសិស្សអ្នកធំហើយកូនគេសិស្សអ្នកមានហើយរំអួយយើងរកកន្លែងនៅយើងជ្រើសរើសជីវិតរបស់យើងកុំឲ្យកូនគេទៅលាយឡំជាមួយកូនមាយាហ្នឹងណាបើកូនយើងវាអត់ហែងឲ្យជាមួយកូនអ្នកមាយាហ្នឹងកូនយើងអត់មាយាទេក្មួយណាដូចតែហត់ក្មួយឯងនៅណានៅស្អីខ្ញុំភ្លេចហើយខ្ញុំដឹងក្មួយឯងនៅក្នុងបរិស្ថានអញ្ចឹងយើងចូលសាលាថៃចូលអីទៅណាគឺរៀនតាក់ទងហ្នឹងហើយឲ្យកូនយើងខ្ញុំមានចៅមួយចៅខាងប៉ុនខ្ញុំតូចមួយទេ algebra level 2 តូចមួយណាតូចមួយឪម៉ែវាអប់រំឲ្យកូនរៀន math ក្មួយខ្ញុំខាងប្រពន្ធនោះអានោះ scientist ឥឡូវហ្នឹងយក doctor ខាង business ទៀតថយមកនោះសាហាវមកណាពេលវាចូលធ្វើការនៅក្នុងក្រុមហ៊ុនអ្នកនៅក្នុងក្រុមហ៊ុនអត់ដឹងថាវាជាចវាយធំណាស្មានថាវាជា intern ណាវាកាត់សក់ដោយកូនក្មេងអញ្ចឹងហើយរៀងវាតូចហើយវាអត់វាយរឹកដល់អញ្ចឹងដើរទៅក្នុងក្រុមហ៊ុនមនុស្សរាប់រយនាក់អត់ដឹងថាវាចវាយធំទេ
អត់ដឹងទេដល់ក្រោយមកមិនដឹងបាសក់ជ្រុងកូនស្រីឆ្លាតគាត់តែខ្ញុំសួរអីហ្នឹងអូគេបញ្យល់ខ្ញុំដូច professor អញ្ចឹងហើយកូនក្មេងក្នុង elementary ណាគេបញ្យល់ខ្ញុំដូចសាស្ត្រាចារ្យសាកលវិទ្យាល័យអញ្ចឹងចេះនេះចេះមែនតើអញ្ចឹងបរិស្ថានទេកុំជឿដងយើងជាប្តីផ្ដួលរកបរិស្ថានល្អឲ្យកូនយើងណាហើយពេលយើងនិយាយស្ដីអីយើងនិយាយអំពីចិត្តខាតនិងចំណេញ profit and loss យូរទៅកូនយើងធ្លាប់ហើយអូខេអានឹងជាយោបល់ទេណាកូនណាក្មួយជាយោបល់ម៉ែនរិននៅសិង្ហបុរីម៉ាឡេស៊ីគេកាត់គេឲ្យមកវិញអូខេដឹងល្អខ្មែរយើងចាញ់អ្នកវិភាគពន្ធគយគ្រប់គ្នាមកថ្ងៃនេះដូចភ័យសម្បានណាមិនដឹងទេអានឹងរឿងធម្មតាដែលនេះចាន់កូនខ្ញុំទៅរៀននៅអាមេរិកហើយល្អខ្ញុំធ្វើការនៅថៃដើម្បីរកលុយពេលកូនធំដើម្បីបានទៅដោនផ្ទះនៅទីនោះពេលចូលមហាល្អសិតតែល្អកំណត់ល្អហេងសួរគាត់ចាញ់មុខថាគ្រប់គ្រងបានមិនអីទេល្អCambodia Travel លោកគ្រូជំទាវចောင်းនិមលនិយាយល្អដែលប្រាប់ឲ្យមីនឹងឆ្លើយហើយណាឆ្លើយឲ្យថាឲ្យរដ្ឋាភិបាលកម្ពុជានឹងតាក់ទងមកអាមេរិកលីជា by law 21 years old to sponsor parent យល់រឿងហ្នឹងប៉ុន្តែត្រូវ bill credit តាំងពី bill history តាំងពី8 10រឹតតែល្អណាបន្ទូពូឆ្លើយហើយម៉ៅកម្ពុជានាំចាញ់ទៅអាមេរិកនៅឆ្នាំ2024ជិត 13,000 លានកម្ពុជាអូខេល្អខ្ញុំបានដឹងទិន្នន័យនឹងដែរកំពង់ចាមសូមរក left file income tax ល្អបាទប៉ុន្តែនៅពេលក្មេងអាយុ18ហ្នឹងវាminimum requirement ហ្នឹងវាឡើងណាបងអញ្ចឹងខ្ញុំប្រាប់ថាទៅមើលទៅតាមហ្នឹងទៅCambodia Travel ឆ្លើយហើយណាចម្ងល់របស់ Cambodia Travel ក៏ឆ្លើយហើយមិនបាច់ឆ្ងល់ទេណាមិនបាច់ឆ្ងល់ទេមហាអំណាចក៏ចេះខុសដែរអូខេកូនឯងក៏ចេះខុសខ្ញុំក៏ចេះខុសតែនៅក្នុងកិច្ចការដែលយើងចំណេញយើងត្រូវកែគេកែដោយជូនដំណឹងគេលោកពូពេលនិយាយជាមួយសម្ដេចហៅលោកបងតាមគោរពបាទខ្ញុំហៅតែលោកបងលោកហ៊ុនម៉ាណែតក៏ខ្ញុំហៅក្មួយបាទ49មិនអីទេវត្តអំបល់បាយខ្ញុំបញ្យល់ភាគមុន2ភាគហើយយកពន្ធ29តែមិនឡាននាំចូលខ្មែរពន្ធថ្លៃសិក្សាអានោះរឿងគិតក្រោយរឿងសំខាន់ជាងគេគឺរឿងតារីហ្វជាមួយអាមេរិកពីព្រោះអានោះវាជារឿងសេដ្ឋកិច្ចរបស់កម្ពុជារឿងដតីទៀតយើងនឹងសិក្សាតទៅទៀតនឿនមេសលោកពូអាចនិយាយពីមុខម្ហូបខ្មែរឡើងវិញបានទេបើមានឱកាសបាទចាំនិយាយអូខេកំពង់ចាមយើងជេរស្ដីកូនពេលវាធ្វើខុសនៅពេលដែលវាធ្វើត្រូវយើងសប្បាយចិត្តណាស់លើកតម្កើងវាខ្លះបាទខ្ញុំចាំបានពីមុនខ្ញុំនាំឡានពីអាមេរិកបងប្អូនរហូតដល់120បាទយល់ឬសូវអញ្ចឹងដែរសហគមន៍មានអាមួយថាត្រាំអានច្រឡំទៀតហើយតាកូឡុំបៀទេអូអាហ្នឹងវាតែងតែមានខុសមានត្រូវអាត្រាំវានិយាយក៏មានខុសមានត្រូវតែយើងមិនយកចិត្តទុកដាក់នឹងរឿងខុសនឹងត្រូវទេយើងយកចិត្តទុកដាក់ដើម្បីធ្វើម៉េចឲ្យអា 49% របស់យើងនោះវាចប់គោលដៅអញ្ចឹងទេយើងទៅតវ៉ាខ្យល់ហ្មងយើងតវ៉ាដើម្បីគោលដៅដើម្បីអា49នោះវាចប់តែប៉ុណ្្នឹងទេអូខេ49ហ្នឹងចប់ណាBeagle អាមេរិកថាយើង97ការពិតពន្ធ100ដល់220អាហ្នឹងយ៉ាងម៉េចក៏ដោយយើងតវ៉ានេះទៅម៉ៅក្រសួងសាធារណការរាល់ថ្ងៃគឺកូនម៉ែនសំអនអត់ស្គាល់ទេបែងពូធានាហ្នឹងនោះអត់ស្គាល់ទេប៉ុន្តែយ៉ាងម៉េចក៏យ៉ាងម៉េចទៅខ្ញុំមិនសូវជាចាប់អារម្មណ៍ប្រហែលទេឃើញខ្ញុំឈប់រិះគន់ទេពីព្រោះអីពីព្រោះខ្ញុំនឹកឃើញថាពិភពលោកដូរបច្ចុប្បន្ននេះខ្មែររស់បានត្រូវទៅដល់រស់ណាត្រូវទៅដល់រស់សំខាន់គឺរស់ណាហើយដោយរឿងបត្រៃបិដករឿងអីនេះខ្ញុំនិយាយទៅប៉ះគេហើយណាហើយនិយាយហើយពុទ្ធសាសនាយើងចោលចូលពេញវត្តឲ្យធ្វើម៉េចបើគេចូលចិត្តថ្វាយគុំចោលឲ្យធ្វើម៉េចឲ្យខ្ញុំទៅតវ៉ាទៀតឥឡូវនេះសង្គ្រាមចូលដល់វត្តខ្ញុំធ្វើម៉េចឲ្យខ្ញុំទៅតវ៉ាស្អីបើគេហៅសង្គ្រាមហើយ
គេយល់ថាសង្គ្រាមហ្នឹងគឺជាពាក្យមួយដែលធ្វើឲ្យមនុស្សអដងអដំតាមការពិតគេចម្លងពីសៀមមកសោះគេជួយលើកវប្បធម៌សៀមទេប៉ុន្តែគេយល់ថាល្អណាគេអត់គិតពីរឿងស្នូលនៃវប្បធម៌របស់ខ្លួនទេគេគិតទៅតាមគេតាមឯងនៅ California គេធ្វើសង្គ្រាមរួមណាគេធ្វើសង្គ្រាមរួមខ្មែរនៅ California ក៏សប្បាយចិត្តមើល show មើលអីចឹងទៅអូខេហើយអាមេរិកគេស្គាល់ cultural identity គេស្គាល់ថៃគេអត់មានស្គាល់ខ្មែរណាខ្មែរទៅធ្វើសង្គ្រាមរួមជាមួយឡាវជាមួយថៃតែ cultural identity អាមេរិកស្គាល់ថៃគេអត់ស្គាល់ខ្មែរអត់ស្គាល់ឡាវគិតខ្លួនឯងទៅខ្ញុំអត់តវ៉ាទេគិតខ្លួនឯងទៅគិតខ្លួនឯងទៅខ្ញុំបន្តិចទៀតទៅក៏ចាស់ទៅហើយបាទរក្សាតាស្អីក៏ដោយឲ្យតែរៀនចេះនៅក្នុង STEM ណាកូនណាជីអាយុ23ទៅរៀនល្អដែរយេអាយុ99ក៏បានដែរកូនអើយកូនឲ្យតែនិយាយរឿងរៀនចេមសពគ្រប់គ្រងទាំងអស់រៀននៅផ្ទះខ្លួនឯងក៏គ្រប់គ្រងដែរ23នៅក្មេងញ៉ាញ់មានពេលច្រើនណាស់ខំរៀនអូខេកាឡាង my sister husband is American and he sponsor my sister is going for interview at embassy next week good what are they looking for she is a doctor but have to relearn in US is it a waste អត់ទេកូនអត់ទេវាចេះវាអត់មានខាតបងទេណាកូនណាអត់មានខាតបងទេគ្រាន់តែ medical study ដែលយើង study នៅស្រុកខ្មែរវាអត់ qualify នៅស្រុកគេមិនមែនមានន័យថាយើងអត់ចេះទេ it doesn't mean that she doesn't know how to practice medicine but what the most important is the discipline of such a study medical studies in America require specific discipline and she have to relearn but she doesn't spend 8 years to relearn first she translate her diploma from Cambodia that she completed medical study in Cambodia she submit the information about her internship she provide information about her medical practices in Cambodia 3យ៉ាងទី1ឲ្យយើងប្រែបរិញ្ញាបត្រឲ្យគេដែលភ្ជាប់នឹង transcript ខ្មែរមិនដឹងហៅអីទេអាហ្នឹងគឺជាតារាងមុខវិជ្ជាដែលយើងរៀនបានបញ្ញាទី2យើងចូល intern 2ឆ្នាំនៅមន្ទីរពេទ្យណាធ្វើអីទី3ក្រោយពី internship ហើយយើងចាញ់ជាគ្រូពេទ្យពេញសិទ្ធិយើងអនុវត្តវិជ្ជសាស្ត្រនៅមន្ទីរពេទ្យណាឬក៏យើងបើក clinic ខ្លួនឯងយើងយកអាហ្នឹងមក submit យើងមកចូលសាលាអាមេរិកយើងរៀន discipline របស់គេហើយយើងគេមានឲ្យយើងរៀន8 10ឆ្នាំឯណាវាមិនមែនជាការខាតទេតែបើយើងនិយាយតែខាតហ្នឹងគឺយើងអត់យល់គេអត់ទទួលស្គាល់សញ្ញាបត្រយើងគឺជាលក្ខខណ្ឌរបស់គេណាឥឡូវខ្ញុំឲ្យឧទាហរណ៍មួយរឿងដែលគួរចង់សើចនៅកាណាដាពីសម័យមុនឆ្នាំ75ណា licencié នៅស្រុកខ្មែរបរិញ្ញាបត្រនៅស្រុកខ្មែរកាណាដាឲ្យ compatible មានន័យថាកាណាដាទទួលស្គាល់ឲ្យស្មើគ្នាចប់ licencié ស្រុកខ្មែរមកកាណាដាគេឲ្យស្មើគ្នាមុន75ប៉ុន្តែមកអាមេរិកអត់ទេអត់ឲ្យទេតែបើអ្នកឯងជាប់ bachelor degree នៅកាណាដាមកចូលអាមេរិកគេឲ្យស្មើអូខេហើយប្រតិបត្តិបន្តិចទេអរគុណយល់ទេ is it funny តើគួរឲ្យចង់សើចទេ licencié ស្រុកខ្មែរមកកាណាដាគេឲ្យ compatible គេឲ្យស្មើតែមកអាមេរិកអត់ទទួលស្គាល់ទេអត់ឲ្យស្មើទេតែបើយើងរៀនបានបញ្ញានៅកាណាដាមកអាមេរិកគេឲ្យស្មើវាមិនបានជាបញ្ញានៅកាណាដាមកអាមេរិកឲ្យស្មើតែបញ្ញាខ្មែរអត់ឲ្យស្មើអានឹងស្រេចគេណានឹងខ្ញុំដឹងរឿងហ្នឹងពីមុនណាឥឡូវច្បាប់ដូរអីខ្ញុំមិនដឹងទេ50ឆ្នាំណាពីដើមអញ្ចឹងណាខ្មែរជាប់ licencié ទៅស្រុកប្រាំងស្មើទៅស្រុកកាណាដាស្មើមកអាមេរិកអត់បានទេអត់ស្មើណាអត់ស្មើគេអត់ឲ្យនឹងធ្វើម៉េចអានឹងច្បាប់គេអញ្ចឹងណាសុខសាន្ត
ត្រូវតែទៅដល់រស់ណាកូនមិនស្រួលណាតែមេងស្រុកខ្មែរមានមុខវិជ្ជាស្ទឹមដែរហើយលោកបងមិនខ្វះទេមិនខ្វះទេឲ្យតែយើងរៀនបាទស្មៃលោកកងសីវងសីវិសុទ្ធមានប្រសាសន៍ថាកម្ពុជាមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេហើយខ្លួនឯកឧត្តមផ្ទាល់ក៏មិនមានការព្រួយបារម្ភដែរត្រឹមត្រូវអូខេអាគីណូគេដាក់49រដ្ឋាភិបាលគ្មានដំណោះស្រាយឬទេមានវាមិនប្របាក់ដោះស្រាយទេកូនអាចរៀនអនុបណ្ឌិតសិក្សានៅអាមេរិកអូខេទោះជាមកពីបារាំងក៏មិនស្មើដែរឥឡូវខ្ញុំអត់ដឹងទេបងពងចានតាំងពី European Union គេបង្កើតមកគេមានស្តង់ដារ EU ហ៎បងនៅក្នុងស្តង់ដារ EU ហ្នឹងគេបង្កើត compatibility throughout EU វាមាន degree អាល្លឺម៉ង់វាមាន degree ប្រទេសដទៃនឹងបារាំងអញ្ចឹងគេបង្កើតបើតាមខ្ញុំចាំគេមានគណៈកម្មការ compatibility 2 I don't know exactly what they are but as I do research they have two standardization ហើយអា standardization ហ្នឹងបានជានៅស្រុកបារាំងហ្នឹងគេកែអា diploma គេណាបងដើម្បីឲ្យវាមាន compatibility throughout European Union តែរឿងហួសពីហ្នឹងខ្ញុំអត់ដឹងទេណាបងអត់ដឹងទេខ្ញុំអត់ដឹងទេព្រោះសញ្ញាបត្របារាំងខ្ញុំអត់យល់ទេ and I did study ខ្ញុំធ្វើ research រឿងបញ្ញាបត្របារាំងខ្ញុំធ្វើ research តែខ្ញុំចេះមិនអស់ខ្ញុំមិននិយាយទេខ្ញុំមិននិយាយទេខ្ញុំចេះមិនអស់ប៉ុន្តែ I did look into the matter ណាពីព្រោះសញ្ញាបត្របារាំងវាអត់ងាយស្រួលយល់ដូចសញ្ញាបត្រអាមេរិកទេសញ្ញាបត្រអាមេរិកវាមានតែ5 6យ៉ាងទេសញ្ញាបត្របារាំងគេមានច្រើនយ៉ាងណាបន្ទាប់មកទៀតសាលាអាមេរិកហើយនិងសាលាបារាំងខុសគ្នាសាលាអាមេរិកវាមាន3យ៉ាងសាលាបារាំងមាន3យ៉ាងដូចគ្នាប៉ុន្តែរបៀបគេសម្គាល់សាលានោះខុសគ្នាណាខ្ញុំថាបើមានពេលខ្ញុំនឹងgo back to study that សិក្សាអីតិចតួចណាបាទពេលអបសុកណាបងចេះចង់ដឹង07ខ្ញុំរៀន Computer Science free short course online ក្នុងកម្មវិធី good ឲ្យតែរៀន good បាទឲ្យតែរៀន good បងប្អូនអត់ដែលឃើញខ្ញុំបង្ហោះទង់ជាតិខ្មែរទេហើយឥឡូវខ្ញុំបង្ហោះទង់ជាតិអាមេរិកកាំងមិនបានធ្វើអញ្ចឹងខ្ញុំប្រាប់កុំឲ្យឆ្ងល់ខ្ញុំអាមេរិកកាំងខ្ញុំអត់បង្ហោះទង់ជាតិខ្មែរទេអូខេតាធ្វើម៉េចរៀនពូកែជាងអាមេរិកកុំគិតកូនអើយចៅអើយកុំគិតណាចៅណាកុំគិតអូខេចៅកុំគិតណាចៅណាកុំគិតថារៀនពូកែជាងគិតថារៀនឲ្យប្រឡងជាប់ណាកូនណាកុំគិតនៅក្នុងសាលាកុំគិតរៀនពូកែជាងគិតថារៀនប្រឡងឲ្យជាប់ដល់ប្រឡងឲ្យជាប់ហើយបានបន្ទុកល្អពេលបញ្ចប់ការសិក្សារកការងារធ្វើឲ្យបានចំណូលខ្ពស់ខួរក្បាលដែលគិតឲ្យវាចេះពូកែជាងគេហ្នឹងតាមិនសូវគិតទេតាពេលរៀនណាពេលតារៀនណាតាឆ្ងោករៀនហ្មងគិតតាអត់មានអីអានេះយួនណាអញចង់ឈ្នះឯងអូអានេះម៉ាឡេចង់ឈ្នះឯងអូអានេះឥណ្ឌាអត់ទេតាអត់រៀនអញ្ចឹងទេតាឆ្ងោកតែបើតាកលេចមើលគេវិញណាតាចង់មើលគេតែកន្លែងដែលតាឆ្ងល់កន្លែងហ្នឹងអញអត់យល់ទេគេធ្វើយ៉ាងម៉េចតាចូលរៀនសាលាជាមួយពួកបរទេសគឺពួកបរទេសអួតណាស់អួតឲ្យចុយតម្រាយអួតចុងក្រោយតាចូលសាលាឆ្នាំ2007ឥឡូវវា16ប្រហែលឆ្នាំហើយទេណាសាលាដែលតាចូលរៀនចុងក្រោយបំផុតគឺ2007ចូលរៀនសាលាពាណិជ្ជកម្មលក់រាយ retailing ពេលតាចូលរៀនក្នុងមួយថ្ងៃវាសម្រាប់4ដងពីព្រោះតានៅក្នុងគេហៅ accelerated course study ប្រែជាភាសាខ្មែរគេហៅថាវគ្គសិក្សាលឿនបំផុតវគ្គសិក្សាលឿន accelerated courses អញ្ចឹងគេឲ្យសម្រាប់ផឹកតែផឹកកាហ្វេអីមួយថ្ងៃគេឲ្យសម្រាប់4ដងព្រឹក2ដងហើយ lunch ហើយល្ងាចចូលរៀនវិញសម្រាប់2ដងទៀតព្រោះរៀនតឹងណា
ឲ្យតែចាញ់ទៅផឹកកាហ្វេទឹកក្រូចទឹកសុទ្ធតែអីគឺ free ទាំងអស់សាលាគេផ្ដល់ឲ្យទាំងអស់ព្រោះយើងបង់រាប់ម៉ឺនឲ្យគេណាហើយកូនសិស្សដែលរៀនសិតតែថៅកែអត់មានកូនសិស្សក្មេងអីទេអ្នករៀនគឺសិតតែថៅកែសិតតែ corporate holder សិតតែជា corporate សិតតែជា incorporator សិតតែជាសាជីវករសិតតែថៅកែណាថៅកែទៅរៀនណាសិតតែកែកូនអើយកូនចៅអើយចៅបលឹមឡើងម៉ោង7កន្លះកន្លែងចតឡាននៅសាលាតែខ្ញុំរៀនណាសម័យនោះ2007អ្នកដែលមករៀនមកពីរដ្ឋនានាមករៀនគ្មានអ្នកណាមួយគេប្រើឡានថោកដូចខ្ញុំទេខ្ញុំពីអ្នកដៃប៉ុនខ្ញុំបើក Nissan Xterra current តលយើងជួលឡានណា Nissan Xterra ពួកគេណាបើកសិតតែ Jeep បើកសិតតែ Hummer ជំនាន់ហ្នឹងបើកសិតតែ Escalade ឡានគេជួលទេប៉ុន្តែគេជួលសិតតែឡានថ្លៃវាពួកគេតែកែណាគេពាក់ Rolex គេពាក់ Omega គេពាក់ Zong La Salle គេពាក់អញ្ជៀនមាសជៀនពេជ្រគេពាក់ខ្សែកសម្លាក់ហើយពេលសម្រាប់នៅក្នុងថ្នាក់សាលាសម្រាប់4ដងពេលសម្រាប់4ដងនៅក្នុងសាលាគេនិយាយអំពីភាពអស្ចារ្យនៃ business គេខ្ញុំទៅទិញហាងសាំងនេះខ្ញុំទៅទិញ convenience store អញ្ចេះខ្ញុំមកកាន់តែកិច្ចការនេះខ្ញុំកាន់តែកិច្ចការនេះគឺគេនិយាយអំពីទ្រព្យធនហើយនៅមុខរបររបស់គេមានតែខ្ញុំពីអ្នកប្តីប្រពន្ធទេគឺមិនដែលហ៊ាននិយាយទេពេលមុខរបរខ្ញុំប្រប៉ុណ្ណមិនមេភ្នែកហើយនឹងឥណ្ឌាម្នាក់អត់និយាយទេណាសូមបីតអ្នកទៅនឹងទិញ business ដែលមករៀនជនជាតិឥណ្ឌាមួយទៀតជនជាតិអ៊ៃរ៉ង់កាច់រឹកកាច់រៀងស្រីកាច់រឹកកាច់រៀងគេមិនសន្ទនាជាមួយប្រពន្ធខ្ញុំទេពីព្រោះគេមើលប្រពន្ធខ្ញុំដូចជាមនុស្សអត់ចេះអីនៅពេលប្រពន្ធខ្ញុំចូលរៀននៅក្នុង Academy ប្រពន្ធខ្ញុំមាន experience 30ឆ្នាំមាន business experience មានបទពិសោធន៍30ឆ្នាំតែគេឃើញប្រពន្ធខ្ញុំអត់និយាយពេលទៅរៀនគេប្របែកថ្នាក់ប្តីនឹងប្រពន្ធរៀនអត់រៀនជាមួយគ្នាទេគេកាច់រឹកកាច់រៀងពីពួកអីគេថាយើងហ្នឹងវាបែបមិនចេះអីទេណាក្រោយមកខ្ញុំដូរយកឡានធំព្រោះនៅ Texas ហ្នឹងបើកវាយ៉ាប់ផ្លូវវាធំអាឡាន Xterra Nissan ខ្ញុំជន់ឡើងកប់ជើងដូរលេនអត់តាន់អញ្ចឹងទៅក្រោយមកពួកអស់ហ្នឹង break ទាំងអស់មានអាកូរ៉េមួយគេអាង business calculator កាលណាគេចង់គិតអីគេទាញមកគិតគ្រូប្រាប់ថាកុំប្រើគ្រូប្រាប់ថាឲ្យរៀនរូបមន្តគណិតសាស្ត្រផ្នែកពាណិជ្ជកម្មគ្រូប្រាប់ថាអា calculator នេះវាគេអត់ហាមទេប៉ុន្តែបើធ្វើលំហាត់វាអត់ចាញ់រួចទេក្រោយមកអាកូរ៉េនឹងវាទម្លាក់ចោលទៅណាអានោះទៅទិញ business កាលនោះ3លានជាងទាំងអស់គ្នាមួយថ្នាក់24 27នាក់ណាដល់ថ្ងៃគ្រូសួរថាសិស្សទាំងអស់សុំឲ្យនិយាយថាក្នុងមួយអាទិត្យធ្វើការប៉ុន្មានម៉ោងអ្នកខ្លះគេថាគេធ្វើ10ម៉ោងអ្នកខ្លះគេធ្វើ6ថ្ងៃអ្នកខ្លះគេអីចឹងទៅគេរៀនទាំងអស់សពគ្រប់មួយថ្ងៃធ្វើតែ2ដងព្រឹកម្ដងងាកម្ដងព្រឹកម្ដងងាកម្ដងព្រឹកម្ដងដល់ចុងបញ្ចប់ធ្វើ final A final B គេហៅថា examen ចុងក្រោយណាប្រឡង2ដងដើម្បីបញ្ចប់ការសិក្សាព្រឹកប្រឡង1ល្ងាចប្រឡង1អានឹងចុងក្រោយ final ខ្ញុំប្រាប់ទៅវាលូកជើងមកកេះខ្ញុំហើយពួកមេដែងអស់ហ្នឹងដែលរៀននៅប៉ុនខ្ញុំក៏ប៉ុនខ្ញុំប្រាប់ថាគេកេះបងអើយគេកេះព្រោះគេដាក់តុករៀងឲ្យអង្គុយឆ្ងាយពីគ្នាតែមិនមកពេលធ្វើតេស្តកេះកេះចង់ឲ្យយើងនឹងជួយប្រាប់គេដើម្បីគេធ្វើតេស្តវាអត់ចេះប្រពន្ធខ្ញុំឲ្យខ្ញុំមកបន្ទុក100 លើ 100 100 លើ 100 ក្រោមមួយថ្នាក់នឹងមានអាខ្លះធ្លាក់អាខ្លះទៀតគ្រាន់តែជាប់ទេបន្ទុកមិនដែលបានពេញទេ100ក្នុងមួយវគ្គសិក្សាជាមួយគ្នាអួតណាស់ណាណៃខ្ញុំវិញជាប់លេខ1ពុនខ្ញុំជាប់លេខ1សិតតែ100 លើ 100ទាំងអស់ graduate មកណាបានទឹកស្លាកបានទឹកអីមកទៀតមិនបានយើងអត់មាននិយាយអីមួយគេកើតព្រោះឃើញពួកអស់នោះវាអួតពេកប៉ុន្តែដល់ពេលវាប្រឡងវាលូកជើងវាមកកេះឯង
ឲ្យជួយប្រាប់វាចុះម្នាក់គេមានអាក្បាំងមុខគេមាន terminal មានកញ្ចក់ computer ហ្នឹងយើងធ្វើតេស្តគេឲ្យយើងធ្វើហើយគេឲ្យយើងអង្គុយឆ្ងាយពីគ្នាមកតបមួយហើយនៅតបហ្នឹងដាក់ស្លាកដាក់ឈ្មោះយើងដាក់ក្រុមហ៊ុនយើងក្រុមហ៊ុនអីណាខ្ញុំMalinda សុកសគុណ Malinda សុកសគុណ Incorporated ណាវាធាក់ខ្ញុំវាកេះខ្ញុំឲ្យជួយវាអាចងាយយកពេលទៅសាលាតែប្រាជ្ញអើយប្រាជ្ញថាចេះនោះចេះណាដល់ពេលរៀនចប់ចាញ់រស៊ី3ឆ្នាំក្រោយមកសាលាតាក់តងខ្ញុំក៏តាក់តងទៅសាលាវិញខ្ញុំចង់ដឹងថាសិស្ស90នាក់ដែលរៀនប្រហែលថ្នាក់មួយវគ្គហ្នឹងឆ្នាំ2007នៅសល់ប្រហែលអ្នក continue having business គូខ្ញុំប្រាប់ថាទាំងអស់ហ្នឹងនៅសល់តែ11នាក់ទេសិស្ស90 supply អ្នកមានតែ11អ្នកទេ continue doing business the rest they sold their business they got out of their business people they cannot do it នៅសល់តែ11អ្នកទេហើយអានឌីមួយដែលល្ងងជាងគេហ្នឹងនៅវិជាញ្ញាខ្ញុំសួរថាអាហ្នឹងមានអាមួយហ្នឹងនៅ business គេប្រាប់ថានៅវានៅអូស៊ីវាល្ងងជាងគេវា slow ជាងគេនៅក្នុងថ្នាក់90អ្នកមួយសាលាហ្នឹងវានៅជាប់ហើយមានអាមួយទៀតនៅ Florida ថាអានោះនៅទេក្រៅពីហ្នឹងធ្លាក់អស់លក់ business អស់មានន័យថាម៉េចមានន័យថាការអូស៊ីវាពិបាកអាចចូលរៀនក៏ពិបាកអូស៊ីក៏ពិបាកអញ្ចឹងពេលរៀនណាចៅ Felix កុំយកចិត្តទុកដាក់រឿងចង់ឈ្នះគេយកចិត្តទុកដាក់ឈ្ងោករៀនឲ្យវាចេះយកចិត្តទុកដាក់ឲ្យវាចេះណាកូនណាឲ្យវាចេះធ្វើម៉េចឲ្យតែយើងចេះហើយប្រឡងជាប់កូនលោកអាយលោកកុំទៅគិតគេអូខេអូអាមិនចម្រើនក៏ដោយកូនឯងចេះតែខំទៅណាកូនខំ Can Cambodia negotiate with US yes Sam វៀងវ៉ាន់ទិញលោកបងនៅ site វិមានអាកាសធាតុត្រជាក់បានជាត្រឹមពាក់អាវធំវែងម្សិលមិញត្រជាក់បើម្សិលមិញត្រជាក់អស់បងអូនថ្ងៃនេះអន់បន្តិចម្សិលមិញត្រជាក់ប៉ុន្តែត្រឹមវាធ្លាប់បងអូនវាធ្លាប់វានៅញូវយ៉កត្រជាក់ជាងហ្នឹងណាបាទត្រជាក់ម្សិលមិញត្រជាក់បណ្ឌនរឿងយើងកើតមកខួរក្បាល1គីឡូ2ខាំដូចគ្នាមិនរៀនមិនប្រកែកុំតែខ្ជិលចេះតែខំទៅពីដើមមកជំនាន់ខ្ញុំរៀនអង់គ្លេសកូនខ្ញុំដុតចង្គៀងខ្លាញ់ខ្ញុំរៀនអង់គ្លេសហើយជំនាន់នោះអត់មានវិធីរៀនទេវចនានុក្រម long man dictionary តាំងពី A រហូតដល់ Z ខ្ញុំ spelling ចេះទាំងអស់មក dictionary កូនពេលអានមិនសូវត្រូវទេព្រោះប្រើphonetic ខ្មែរហៅ sing phonetic ណាអានមិនសូវត្រូវទេកូនប៉ុន្តែពេលអានមកវចនានុក្រមអាក្រាស់បោះអាហ្នឹង long man dictionary កម្រាស់ប៉ុណ្ណឹងគ្មានពាក្យណាដែលសកុនអត់សរសេរត្រូវទេសរសេរត្រូវទាំងអស់កូនព្រោះយប់ឡើងអង្គុយដុតចង្គៀងខ្លាញ់រៀនណាខ្ញុំប្រាប់ថៃហៅខ្ញុំគ្រូក្មេងសម័យហ្នឹងអត់មានឧបករណ៍សិក្សាទេប៉ុន្តែអង់គ្លេសរៀនមក long man dictionary អាក្រាស់មិនមែនអាតូចធម្មតាអាក្រាស់ពាក្យមកវចនានុក្រមចេះ spelling ទាំងអស់គាត់ហៅមក spell បាននឹងអង់គ្លេសខ្ញុំពីដើមមកអាមេរិកប្រហែល46ឆ្នាំនេះភ្លេចអស់សប្តាហ៍ថ្ងៃ spelling ពិបាកពីដើមបកកែណាហើយ conjugate ណា conjugation ណាតាំងពី special verb ហើយ verb ទាំងអស់ណានៅក្នុង present tense នៅក្នុង past tense នៅក្នុង past perfect គឺគ្រប់តង់ទាំងអស់ព្រោះរៀនតាមរបៀបបារាំងការរៀនអង់គ្លេសរៀនមិនមែនរៀនតែឥឡូវណារៀនបងកំពុងចាំរៀនសិតតែ conjugate verb ណាអីបកកែប៉ុន្តែអាជួនចាស់ឥឡូវហ្នឹងគេឈប់រៀនអញ្ចឹងហើយរៀនឈួតដូចខ្ញុំពីដើមរៀនរបៀបអញ្ចឹងអង់គ្លេសពេលអត់ចេះខុសគ្រូឡើងខ្លាចគ្រូខ្ញុំក៏ឲ្យខ្ញុំទៅបង្រៀនគេខ្ញុំបង្រៀនគេខ្ញុំដាក់សភៅនៅលើតុមេរៀនមួយខ្ញុំមកដល់ខ្ញុំដាក់សភៅផ្កាប់នៅលើតុខ្ញុំសរសេរមេរៀនសេទៅដូចគ្នានឹងអាសភៅហ្នឹងចឹងខួរក្បាលពីដើម photographic memory
តែឥឡូវខ្ទេចមនុស្សយើងចាស់ហើយកើតរោគទៀតហើយតាំងពីគីម៉ូមកអា memory ហ្នឹងវាអស់ទៅចឹងខំមកកូនខំបបាក់សំណុកប៉ុណ្ណាក៏ដោយក៏ខំណាខំគោលការណ៍របស់ខ្ញុំតលគឺរៀនយកចេះប្រឡងយកជាប់ល្អអាហ្នឹងបដៅកូនអញ្ចឹងណាបងក្មួយកូនសេះអ្នកមាននិងអ្នកក្រឱកាសរីកចម្រើនខុសគ្នាខ្លាំងណាស់ឈិនឆៃនីអ្នកមាននិងអ្នកក្រឱកាសដូចគ្នាឱកាសខុសគ្នាគឺពិតតែมันបានសេចក្តីថាអ្នកក្រมันអាចរៀនចេះទេត្រូវដាក់ចោលនៅការគិតអំពីមានក្រត្រូវលើកយកគោលគំនិតមួយថាអញត្រូវបោកក្បាលនឹងជញ្ជាំងឲ្យចេះខ្ញុំធ្លាប់រស់នៅក្នុងភាពដែលហែកជញ្ជាំងសាលារៀនខ្ញុំធ្លាប់រស់នៅក្នុងភាពដែលរៀនអក្សរខ្មែរអត់មានប៊ិចអត់មានដីសមានតែធ្យូងទេសរសេរនៅលើក្តារគ្មានអ្វីរារាំងយើងមិនឲ្យចេះទេកូនកុំយកមានក្រមកដាក់ក្នុងគោះក្បាលនៅពេលយើងរៀនគឺត្រូវតែសម្រុករៀនសម័យខ្ញុំឆ្លងកាត់អត់មានដីសទេកូនរហូតដល់អត់មានធ្យូងទេគឺយកដីខ្សាច់ពង្រៀបទៅនៅវត្តព្រៃលវាហើយយកដៃសរសេរអក្សរលើដីខ្សាច់បានជាភាសាខ្មែរខ្ញុំចាក់ចេញពីស្រុក50ឆ្នាំជិត50ឆ្នាំនៅមើងនៅណែនក្តន់ណាភាសាខ្មែរណាមកពីអីមកពីឆ្លងកាត់នៃការខិតខំអត់អួតទេជឿចោះឲ្យតែខំគឺបានហើយកូនតែកុំយកពាក្យថាមាននឹងក្រមកដាក់ក្នុងគូក្បាលកុំយកមូលហេតុអវិជ្ជមានដាក់ក្នុងគូក្បាលណាកូនណាកុំសំចិត្តណាកូនណាបើកូនឯងចង់ចេះកូនឯងកុំយកអាហ្នឹងមកដាក់គូក្បាលអត់ទេប៉ូឡូខេបការដាក់ពន្ធលើកម្ពុជាតាមការពិតត្រឹមអត់ទាំងស្គាល់កម្ពុជាផងมันមានបញ្ហាទេណាកូនណាជីលោកពូបើកូនខ្ញុំចង់ទៅរៀនអាមេរិកផ្នែក business finance and STEM តែគាត់គួរទៅរៀនរដ្ឋណាក៏បានដែររកសាលាថោករៀនសាលាល្បីកុំរៀនខាតលុយតែប៉ុណ្្នឹងរកសាលាថោករៀនមិនមែនដោយសារសាលាល្បីកូនយើងប្រកែទេយើងកុំឲ្យកូនយើងយល់ឃើញថាយើងចេះតែមានលុយចាយឲ្យកូនយើងចេះខិតខំថាអញមករៀនហ្នឹងអញអាណិតម៉ែអាណិតឪអញមករៀនហ្នឹងអញខំរៀនឲ្យចេះដើម្បីអញធ្វើការម៉ែឪអញចាស់ហើយឬក៏ម៉ែឪអញគាត់មិនសូវពិបាកកុំឲ្យកូនដឹងថាយើងមានលុយច្រើនពេកមានអ្នកខ្លះមកនិយាយប្រាប់គេខ្ញុំចង់ឲ្យកូនមកនៅអាមេរិកណាខ្ញុំចង់ទិញផ្ទះមួយឲ្យកូននៅជីវិតហ្នឹងជីវិតគេហៅថាជីវិតសម្បូរបែបតែប្រហែលកូនរៀនអត់ចប់ទេនេះខ្ញុំទៅសារកូនគង់គីមកូនអាគង់គីមឈ្មោះអាស្អីអាធីចឹងអាធីពេលមកភ្លាមម៉ែវាទិញ BMW ឲ្យ BMW G វាជាប់ហ្វ្រាំងដៃវាជន់ឡើងធំឆ្ងៀមណាហើយពេលទៅស្រុកខ្មែរវាទិញ Jeep Classic ទៀតវាជិះឡានថ្មីជាង Ambassador អាមេរិកទៀតណាអាធីមករៀននៅញូវយ៉កកូនគង់គីមទៅសើគង់គីមបានកូននឹងឈ្មោះអាធីណាឥឡូវធ្វើអត់បើខេតអីហើយមកទៅមិនដឹងនៅណាទេហើយបើខ្ញុំជួបវាក៏មើលមិនស្គាល់ដែរឬសូត្រតែវាថត់ជាងមុនណាតែបើវារត់នឹកវាច្បាស់ជាចាំខ្ញុំពេលពួកវាទៅ Chinatown ទៅដុកទ័រអង្គអីហ្នឹងអាធីមករៀនណាកាលហ្នឹងវារៀន John Jay College វារៀន criminology វារៀនមុខវិជ្ជាខាងអក្រិតកម្មបទល្មើសអក្រិតកម្មអាធីរៀនបានចប់ត្រឹមត្រូវរបស់វាកូនគង់គីមួយហ្នឹងខ្ញុំអត់ស្គាល់ទេស្គាល់តែអាធីវារៀនពិតជាចប់ឪវាមានលុយមានកាក់ចាយមែនប៉ុន្តែម៉ែវាទិញឡានឲ្យវាជិះមែនប៉ុន្តែវារៀនចប់របស់វាត្រឹមត្រូវអានោះត្រូវឲ្យបន្ទុកវាថា he's good ណាកូនអឹមឈុនលឹមខ្ញុំភ្លេចឈ្មោះហើយហ្នឹងក៏រៀនបានសញ្ញាបត្រត្រឹមត្រូវដែរណាកូនអាហ៊ុនចោចក៏វារៀនយ៉ាងហើយវារៀនចប់បានសញ្ញាបត្រអីត្រឹមត្រូវដែរកូនអាចោចឥឡូវឮសូរថា
អត់កាន់តកូលហ៊ុនទៀតមិនដឹងវាដាក់ឈ្មោះស្អីទេអាហ៊ុនចូលហ៊ុនចូលយើងជំនាន់សម័យអាសឿងផែនដីកាប់ឈើបដែតទឹកអីណាទោះបីយ៉ាងណាក៏ដោយតើសើកូនក្មេងអស់ហ្នឹងសារៀនចេះហើយកូនពួកគណៈបកប្រជាជនមួយចំនួនគឺមករៀនគឺពិតជាចេះមែនតែដល់ទៅវិញធ្វើការវាមិនសូវមានបទពិសោធន៍អាហ្នឹងរឿងផ្សេងណារឿងផ្សេងអញ្ចឹងកូនអ្នកមានក៏ដោយកូនអ្នកក្រក៏ដោយណាអូខេហើយជីឯងឲ្យកូនមករៀនសាលាថោកកុំយកសាលាល្បីអស់លុយពូពិពណ៌នាថាឆ្នាំក្រោយប្រទេសកម្ពុជានឹងត្រូវដកចេញពីប្រទេសក្រីក្រហើយជាការពិតទេពូJames ពូអត់ដែលចាប់អារម្មណ៍រឿងហ្នឹងទេដូចឧទាហរណ៍ថាកម្ពុជាត្រូវឡើងទៅជាប្រទេសមានប្រាក់ចំណូលមធ្យមខ្ពស់ហើយពូមិនដែលយកចិត្តទុកដាក់រឿងហ្នឹងទេកូនអញ្ចឹងនៅពេលដែលកូនឯងសួរពូអត់ដឹងទេពូមិនដែលយកចិត្តទុកដាក់រឿងហ្នឹងណាកូនណាពូអត់សូវយកចិត្តទុកដាក់រឿងហ្នឹងទេបាទGT មើលក្រសួងពាណិជ្ជកម្មថា49 100អ្នកដែលប៉ះគឺអ្នកទិញពលរដ្ឋអាមេរិកក្រសួងពាណិជ្ជកម្មនៅកម្ពុជានិយាយថាម៉េចខ្ញុំអត់តទេតែបើសួរយោបល់ខ្ញុំវិញខ្ញុំថាកុំចេះពេកប្រជាជនអាមេរិកគេគិតកប៉ៅគេពិតខ្លួនគេយើងខ្មែរគិតធ្វើម៉េចឲ្យឧស្សាហកម្មយើងផលិតកម្មយើងបាននាំចេញអាមេរិកអត់មានត្រូវការមន្ត្រីក្រសួងពាណិជ្ជកម្មមកគិតពលរដ្ឋអាមេរិកទេសុំចិត្តចុះបើខ្ញុំនៅចិត្តវិញខ្ញុំថាសុំចិត្តចុះលោកកុំគិតកប៉ៅអាមេរិកគឺអាមេរិកទេកុំគីមអូខេតាមែងអូខេណាសូមមេត្តាមន្ត្រីខ្មែរកុំគិតពលរដ្ឋអាមេរិកសូមមេត្តាមន្ត្រីខ្មែរគិតពលរដ្ឋខ្មែរកុំចេះពេកសូមបីតែខ្ញុំក៏មិនបាច់គិតដែរងាប់រស់ខ្ញុំនៅអាមេរិកនេះទេគិតពលរដ្ឋខ្មែរបើខ្ញុំនៅចិត្តណាលៀងសែងខ្ញុំនៅគិតកុំចេះអាគិតគេហ្នឹងហើយយើងនៅមិនដោះស្រាយខ្លួនយើងរឿងដែលដោះស្រាយគឺធ្វើម៉េចឲ្យអា49ហ្នឹងចុះដើម្បីកម្ពុជាសម្រុកនាំផលិតផលនិងទំនិញមកអាមេរិកតែប៉ុណ្្នឹងទេគេអត់មានត្រូវការមន្ត្រីកម្ពុជាមកវិភាគអាមេរិកទេលោកហើយលោកចេះជ្រុលណា Please James don't remind me French have 8,000 verb to learn កងស៊ីគេចុចតាមហើយបងអើយបើទីបំផុតអត់ចេះប្រាំងណាតាមគម្រោងប្រធានស៊ីទស្សនកិច្ចនៅស្រុកខ្មែរតើពូយល់ឃើញយ៉ាងណាអត់ទេអត់ដឹងអត់យល់ឃើញទេធម្មតាអត់មានអីទេបងតូរ៉ូឡូខ្ញុំដូចពូដែរកាលជាង30ឆ្នាំមុនតើទិញវចនានុក្រមចុះឯងចុះបើអត់ចេះមិនដឹងថារៀនយ៉ាងម៉េចមានតែរៀនចឹងណាប៉ូឡូបូរ៉ានីតុំ some rich people are not good at studying ណាកុំគិតឲ្យរឿងគេ not good don't worry about not good just worry about you being good worry about making your children good អានេះរឿងអញ្ចឹងហៀងពៅអូខេhe mentioned Cambodia during his okay I told my daughter just try her best very good talk nicely to your kid encourage him or her to study hard and telling her that you are parent be ready to love to provide to assist her in time of difficulty that's what you need ពេជ្រសាហារ៉ាចាត់តាំងពីខ្លាយជាប្រិយមិត្តរបស់លោកពូមកខ្ញុំតែងតែយកបិចនិងសៀវភៅកត់ទុកនៃចំណេះល្អហើយកុំតន់ជឿខ្ញុំយកទៅស្រាវជ្រាវថែមសិនបាទអូជាបាយកាត់ព្រះមហាអធិបាទអូខេពងកាលហុកឡងឌីនៅរស់ហ្នឹងធ្វើបាបតាអធិចូលបលិសដកអធិកវត្តកវែងតាឌីអត់ចូលចិត្តអាគីមតាឌីក៏មិនចូលចិត្តអាកូនគីមដែរអញ្ចឹងទៅតាឌីក៏ចូលចិត្តកូនអាធិទៅបលិសវាភ្លេចខ្ញុំហើយបើវាក្មេងក៏នោះតលវាគិតយូរបានវានឹកឃើញខ្ញុំតែខ្ញុំក៏មិនចិត្តដិតអីវាដែរព្រោះវានៅ upstate ទេខ្ញុំនៅ Brooklyn ភរិយាខ្ញុំក៏ថាយកឆន្ទៈនឹងការឈឺចាប់ជាកម្លាំងឲ្យខំប្រឹងប្រែងតស៊ូដើម្បីប្រយោជន៍ខ្លួនឯងប្រពន្ធខ្ញុំក៏គិតអញ្ចឹងនេះប្រពន្ធខ្ញុំនេះម៉ាលីនដាសួននេះប្រពន្ធខ្ញុំហ្នឹងប្រពន្ធសម្លាញ់ខ្ញុំណានៅពេលខ្ញុំកើតមហារីកខ្ញុំវះហើយគាត់មកអោបខ្ញុំគាត់ថាបងទី1ខ្ញុំភិតភ័យ
ខ្ញុំបារម្ភបងឯងកើតមហារាជហើយទី1ខ្ញុំបារម្ភប៉ុនខ្ញុំគាត់និយាយប្រាប់ខ្ញុំវះហើយណាខ្ញុំបារម្ភតែទី2ខ្ញុំខ្ញុំត្រេកអរព្រោះខ្ញុំបានបម្រើបងឯងជាប្តីខ្ញុំទី1ខ្ញុំភ័យខ្ញុំខ្លាចបាត់បងឯងប៉ុន្តែទី2ខ្ញុំព្រោះខ្ញុំបានបម្រើបងឯងក្នុងនាមជាប្តីប្រពន្ធបានបម្រើប្តីប៉ុនខ្ញុំនេះគាត់និយាយចឹងហើយគាត់ខឹងខ្ញុំគាត់អន់ចិត្តនឹងខ្ញុំគាត់អន់ចិត្តនឹងខ្ញុំប្រកបនិយាយមុនខ្ញុំចូលវះកាត់ខ្ញុំបានរៀបសំណុំឯកសារមួយដុំខ្ញុំដាក់ក្នុង folder ខ្មែរយើងហៅសមីអញ្ចឹងហើយខ្ញុំដាក់លើតុបាយហើយខ្ញុំប្រាប់ប្រពន្ធខ្ញុំថាបងទៅវះកាត់ហ្នឹងអូនស្អីនៅលើតុហ្នឹងហើយដល់ខ្ញុំវះកាត់ហើយខ្ញុំដេកពេទ្យហើយខ្ញុំមកផ្ទះវិញfolder ហ្នឹងវានៅលើតុហ្នឹងប្រពន្ធខ្ញុំអត់ប៉ះ folder ហ្នឹងក្រោយមកគាត់ប្រាប់គាត់អន់ចិត្តនឹងខ្ញុំ why I did that she doesn't like the way I did ត្រូវហើយសវណ្ណប៉ុនខ្ញុំក្រោយមកគាត់ប្រាប់ថាដឹងស្អីទេគាត់ទៅចូលវះកាត់មកដាក់ឯកសារអីទុកឲ្យអីច្រើនពេកអត់ពលហើយក៏អត់ចូលចិត្តថា I don't like it should not live there ឆ្លងកាត់ជីវិតអញ្ចឹងណាបានយើងរស់នៅមួយគ្នាកើតណាមិនមែនរឿងយើងរស់នៅមួយគ្នាបានផ្លូវភេទទេណាយើងឆ្លងកាត់ជាមួយគ្នាយ៉ាងម៉េចណាឆាយីតែសុំមើល live មួយប្រពន្ធពូផងអូមីងអត់ដែលនៅចិត្តពូទេមីងរវល់ឥឡូវហ្នឹងមីងនិយាយចឹងមែនបើមីងមិននៅផ្ទះណាមីងទៅស្អីនៅក្នុងហ្នឹងបើមីងមិននៅផ្ទះណាមីងនៅ40ម៉ាイលជាង50គីឡូពីពូមីងអត់មាននៅផ្ទះទេមីងធ្វើការពូនៅផ្ទះហ្នឹងកូនណាមីងមិនដែលមានពេលនៅជាមួយណានៅអាមេរិកណាដូចលេងបាត់ពួនអញ្ចឹងយកលេងបាត់ពួនយ៉ាងម៉េចហ៎នៅអាមេរិករស់នៅដូចយើងបាត់ពួនអញ្ចឹងម្នាក់រវល់ណាស់ហៀងពូ Have you ever come across my brother សាវ៉ាតពូអត់ដែលផងបាទតើចំណងស្នេហារបស់ពូរយៈពេលប្រហែលឆ្នាំដែរ2007មកដល់នេះ2007ខ្ញុំរៀបការមួយភរិយាខ្ញុំ2007ពូត្រីងៀតត្រីហើមក្រោយពូទំនេរអូនបានរូបពីណាបានបបរសត្រីងៀតត្រីហើមឆ្ងាញ់ណាស់ចេះតែដាក់ទៅទេទាំងអស់ហ្នឹងពូញ៉ាំមានបានណាពូញ៉ាំមានបានណាកូនពូចេះតែដាក់ទៅណាពូដាក់មើលលេងណាអបសក់កាឡាង Okay you are a structural engineer in Singapore good very good but engineering doesn't earn much as finance or IT in Singapore structural engineering earn less នៅអាមេរិកក៏ earn less ដែរប៉ុន្តែមិន earn very low very small ទេ so you doing good I'm happy ណាកាឡាង I'm very happy តែបានទៅធ្វើការនៅ Singapore you have good experience working in Singapore Bonjour James Bun Lee Soy Joan Carey what is the recommended major that you mentioned to Cambodian student no អត់មាន recommend ទេកូនឲ្យតែនៅក្នុងវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្មហើយនិងគណិតសាស្ត្ររៀនចុះលីសុជាតិខ្ញុំអត់សូវយល់សោះព័ត៌មានខ្លះគេថាមកពីកម្ពុជាដាក់ពន្ធទំនិញអាមេរិកនាំចូល97ហើយព័ត៌មានខ្លះថា97ហ្នឹងមិនមែនកម្ពុជាយកពីអាមេរិកទេណាទុកឲ្យក្រសួងពាណិជ្ជកម្មដោះស្រាយគេតវ៉ាគ្នាអត់អីទេទុកឲ្យដោះស្រាយទៅ
Lừ sau này là tọt chán à chàoខ្ញុំវាតតចានវាតតចានអាហារវាណាមានន័យថាវាប្រាប់តាអស់អាហារហើយម៉ោង11 23នាទីហើយមានអាំងសាច់មាន់ទេដូចនៅធ្វើ show សញ្ញោពីក្រោមមកចៅស្កែខ្ញុំណាលីសុជាតិអូខេឆ្លើយហើយ do you think software engineering in Japan is good software engineering is good បាទអញ្ចឹងនិយាយប៉ុណ្ណេះហើយខ្ញុំនឹងវិលមកជួបនៅភាគក្រោយទៀតសូមអរគុណដែលបានចូលមកស្ដាប់កំសាន្តណាបងប្អូនរឿងពន្ធដាររឿងអីមិនមានបញ្ហាទេកិច្ចការរាជការត្រូវតែធ្វើឲ្យប្រញាប់កុំចំណាយពេលនិយាយអាមេរិកខុសអញ្ចេះអាមេរិកខុសអញ្ចោះកុំគិតរឿងអាមេរិកគិតតែធ្វើម៉េចឲ្យអា49ហ្នឹងវាចុះនឹងអាចយកតំណែងមកលក់ប៉ុណ្្នឹងឯងកុំតប៉ែអត់បានការទេបើចង់បានទីផ្សារអាមេរិកខំប្រឹងពង្រីកហើយទាញអា49%នឹងចុះផ្ដល់ព័ត៌មានពិតឲ្យអាមេរិកតវ៉ាដោះស្រាយតែប៉ុណ្្នឹងទេកុំតប៉ែរឿងគេខុសអីណាត្រឹមនិយាយខុសឲ្យតប៉ែទេតែតប៉ែហ្នឹងអត់មានដោះស្រាយឲ្យប្រជាជនខ្លួនឯងកុំតប៉ែថាប្រជាជនអាមេរិកនឹងអីវ៉ាន់ឡើងថ្លៃគេទេកុំតប៉ែថាតំណែងឡើងថ្លៃខ្ញុំទេខ្ញុំអ្នកចាញ់លុយតំណែងហ្នឹងរឿងដែលខ្មែរត្រូវគិតថាធ្វើម៉េចឲ្យនាំតំណែងបានមកអាមេរិកលក់យកលុយដាក់កប៉ាល់ខ្មែរអាហ្នឹងបានគេហៅថា good thinking ណាបងប្អូនណាអញ្ចឹងខ្ញុំជំរាបលាចាំជួបគ្នាភាគក្រោយទៀត